អង្គការ NASA គ្រោងចាយ$20,000,000 កសាងទីក្រុងអចិន្ត្រៃយ៍លើព្រះច័ន្ទនៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី24ខែមីនាឆ្នាំ2026ទីភ្នាក់ងារអវកាសជាតិនៃសហរដ្ឋអាមេរិកហៅកាត់ថា NASA បានប្រាប់ទៅកាន់ពិភពលោកថាខ្លួននឹងចំណាយថវិកាប្រមាណ$20,000,000ដើម្បីកសាងមូលដ្ឋានមនុស្សរស់នៅនិងស្រាវជ្រាវជាអចិន្ត្រៃយ៍ដែលប្រៀបបីដូចជាទីក្រុងមួយរបស់សហរដ្ឋអាមេរិកតែម្ដងនៅលើឋានព្រះច័ន្ទហើយការធ្វើនេះនឹងចំណាយពេលតែ7ឆ្នាំប៉ុណ្ណោះប្រធានអង្គការ NASA លោក Jared Isaacman ក៏បានអះអាងផងដែរពីការបោះបង់ចោលជាផ្លូវការនៅគម្រោងដំឡើងស្ថានីយ៍អវកាសគោចរជុំវិញព្រះច័ន្ទដែលមានឈ្មោះថា Lunar Gateway បន្ទាប់ពីកន្លងមកនេះមានសញ្ញាថាអង្គការ NASA គ្រោងបោះចោលទៅហើយនោះសម្រាប់គម្រោងចំណាយ$20,000,000ដើម្បីកសាងទីក្រុងព្រះច័ន្ទជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនៅលើឋានព្រះច័ន្ទនោះគឺតបទៅតាមទស្សនវិស័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលចង់ឲ្យសហរដ្ឋអាមេរិកនៅតែឈានមុខគេជានិច្ចនៅក្នុងវិស័យអវកាសក្រៅពីការបោះបង់ចោលស្ថានីយ៍ Lunar Gateway នោះជំហានសំខាន់បន្តទៀតត្រូវបានអង្គការ NASA បង្ហាញចេញដូចជាការបន្តបញ្ជូនរ៉ូបូតនិងគ្រឿងយន្តផ្សេងទៀតជារឿយៗទៅចុះចតនៅព្រះច័ន្ទក្នុងនោះក៏មាន drone មួយចំនួនដែលយើងហៅថា Moonfall drones ផងដែរការបង្កើនចង្វាក់នៃការអភិវឌ្ឍនិងបញ្ជូនឧបករណ៍ក៏ដូចជាគ្រឿងយន្តចល័ត rovers ដែលបំភាក់ឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្រទៅដាក់ពង្រាយជាសន្សំលើឋានព្រះច័ន្ទការវិនិយោគលើប្រភពថាមពលប្រព័ន្ធទូរគមនាគមន៍និងការដឹកជញ្ជូនលើផ្ទៃព្រះច័ន្ទដោយមានជំនួយពីដៃគូអន្តរជាតិនិងដៃគូពាណិជ្ជកម្មការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឲ្យផ្លាស់ប្ដូរទីតាំងឬទំហំបានងាយដើម្បីគ្រប់គ្រងដល់វត្តមានមនុស្សរយៈពេលវែងហើយនៅទីបំផុតនឹងឈានដល់បេសកកម្មដែលមានមនុស្សទៅមករវាងផែនដីនិងព្រះច័ន្ទនៅរៀងរាល់6ខែម្ដងបើតាមផែនការខាងលើនេះអង្គការ NASA ចង់ចាប់ផ្ដើមផែនការទាំងមូលឲ្យបាននាពេលឆាប់ខាងមុខដើម្បីសម្រេចការកសាងមូលដ្ឋានអចិន្ត្រៃយ៍នៅតំបន់ប៉ូលខាងត្បូងព្រះច័ន្ទដែលអាចមើលឃើញពីភពផែនដីនោះឲ្យបាននៅទសវត្សរ៍2030គូបញ្ជាក់ថាអង្គការ NASA ចង់ឲ្យព្រះច័ន្ទក្លាយជាមូលដ្ឋានអចិន្ត្រៃយ៍របស់មនុស្សដំបូងក្រៅពីភពផែនដីមុននឹងឈានទៅទីឋានផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យក្រៅពីដៃគូនៅបេសកកម្ម Artemis ដែលមានស្រាប់នោះអង្គការ NASA ក៏នឹងស្វាគមន៍វិស័យឯកជននានាឲ្យចូលរួមវិនិយោគនិងជួយដល់បេសកកម្មរបស់ខ្លួនផងដែរលោក Elon Musk ទំនងជាទុកភពអង្គារចោលសិនហើយងាកមករកព្រះច័ន្ទវិញបណ្ដាអ្នកដែលតែងតែតាមដានសកម្មភាពលោក Elon Musk ភាគច្រើននោះប្រកាសជាយល់ដឹងជាប់ជានិច្ចថាបុគ្គលជាកំពូលមហាសេដ្ឋីលើពិភពលោកមួយនេះមានការងប់ងល់យ៉ាងខ្លាំងទៅនឹងមហិច្ឆតាផ្ទាល់ខ្លួនរបស់លោកក្នុងការសាងសង់ទីក្រុងមនុស្សនៅលើទីឋានដទៃក្នុងនោះគឺភពអង្គារផ្ទាល់តែម្ដងដោយលោកថែមទាំងបានបញ្ជាឲ្យត្រៀមបញ្ជូននាវាអវកាស Starship ដំបូងដោយផ្ទុកមនុស្សយន្តទៅកាន់ភពក្រហមនោះនៅចុងឆ្នាំ2026នោះថែមទៀតផងប៉ុន្តែការថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកាត់ឡើងដោយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយព្រោះបុគ្គលដែលធ្លាប់តែមើលស្រាលការកសាងមូលដ្ឋានដំបូងលើព្រះច័ន្ទថាជាការខ្ជះខ្ជាយពេលវេលាឬមិនប្រកបដោយមហិច្ឆតាគ្រប់គ្រាន់នោះបែរជាងាកមកបង្ហាញផែនការក្នុងការកសាងទីក្រុងមនុស្សលើព្រះច័ន្ទទៅវិញតើហេតុអ្វីបានជាលោក Elon Musk កាច់ចង្កូត SpaceX បកមករកព្រះច័ន្ទជាចម្បងវិញបែបនេះសម្រាប់មូលហេតុធំមានចំនួន2ដែលត្រូវបានលោក Elon Musk លើកឡើងតាមរយៈគណនីបណ្ដាញសង្គម X ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ដោយអាចមានន័យបែបនេះថាការងាកមកសម្លឹងមើលព្រះច័ន្ទជាគោលដៅចម្បងក្នុងការកសាងទីក្រុងមនុស្សនៅក្រៅពិភពផែនដីនោះគឺយោងទៅលើកត្តាល្បឿននិងក្តីបារម្ភអំពីភ័យយន្តរាយ
កត្តាល្បឿនគឺសំដៅទៅលើការកសាងទីក្រុងលើព្រះច័ន្ទដែលស្ថិតនៅគៀកផែនដីនិងនាំឲ្យយើងធ្វើដំណើរទៅវិញទៅមកបានលឿនព្រមទាំងការងាយតាក់ទងគ្នារវាងមនុស្សលើផែនដីនិងលើព្រះច័ន្ទខណៈការទៅភពអង្គារនឹងមានហានិភ័យច្រើនដោយដែលគ្រប់គ្នាធ្លាប់បានយល់ដឹងរួចមកហើយឬយ៉ាងហោចណាស់តាមរយៈខ្សែភាពយន្តដូចជា The Martian 2015 ជាដើមលោក Elon Musk បានសរសេរលើគណនី X របស់លោកយ៉ាងដូចនេះថាសម្រាប់អ្នកដែលមិនទាន់ដឹង SpaceX បានផ្លាស់ប្ដូរការយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងដែលអាចរីកចម្រើនដោយខ្លួនឯងនៅលើឋានព្រះច័ន្ទរួចហើយព្រោះយើងនឹងអាចសម្រេចវាបាននៅក្នុងរយៈពេលតិចជាង10ឆ្នាំតែប្រសិនបើទៅភពអង្គារវិញយើងនឹងចំណាយពេលជាង20ឆ្នាំឯណោះបេសកកម្មរបស់ SpaceX នៅតែដដែលនោះគឺពង្រីកស្មារតីនិងគោលដៅជីវិតទៅកាន់ផ្កាយនានាលោក Elon Musk បានសង្កត់ធ្ងន់ឲ្យគ្រប់គ្នាយល់បែបនេះទៀតថាការធ្វើដំណើរទៅកាន់ភពអង្គារអាចធ្វើទៅបានលុះត្រាណាតែភពទាំងពីរគោចរមកដល់ចំណុចត្រសងគ្នារៀងរាល់26ខែម្ដងរយៈពេលធ្វើដំណើរទៅភពអង្គារគឺ6ខែតែយើងអាចបាញ់បង្ហោះយានទៅកាន់ព្រះច័ន្ទរៀងរាល់10ថ្ងៃម្ដងរយៈពេលធ្វើដំណើរទៅព្រះច័ន្ទគឺ2ថ្ងៃដែលនេះមានន័យថាយើងអាចធ្វើការងារលឿនជាងមុនដើម្បីសម្រេចការកសាងទីក្រុងលើឋានព្រះច័ន្ទជាងទីក្រុងលើភពអង្គារសម្រាប់ការបញ្ជូនមនុស្សដំបូងទៅភពអង្គារត្រូវបានលោក Elon Musk កែប្រែជាថ្មីពីអ្វីដែលគ្រោងធ្វើឡើងនៅឆ្នាំ2028នោះទៅកាន់ឆ្នាំ2031វិញគឺ5ទៅ6ឆ្នាំទៀតតែលោកក៏បានគូបញ្ជាក់ផងដែរថា SpaceX ត្រូវពិនិត្យមើលដំណើរវិវត្តលើព្រះច័ន្ទសិនទើបការបោះជំហានទៅភពអង្គារអាចសម្រេចទៅបានតាមក្រោយប្រការនេះនឹងធ្វើឲ្យ SpaceX បោះជំហានធ្វើដំណើរមិនសូវខុសពីបេសកកម្ម Artemis របស់អង្គការ NASA នោះឡើយតាមរយៈការអះអាងនេះ SpaceX អាចនឹងសម្រេចបានទីក្រុងលើព្រះច័ន្ទនៅឆ្នាំ2036គូបញ្ជាក់ថាការលើកឡើងរបស់លោក Elon Musk ដូចខាងលើនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសថាខ្លួនគ្រោងបញ្ជូនផ្កាយរណបឲ្យបាន1លានគ្រឿងទៅកាន់កន្លងកោចរជុំវិញភពផែនដីដើម្បីបង្កើតបណ្ដាញផ្កាយរណបស្តុកទិន្នន័យលើទីអវកាសតែម្ដងមួយវិញទៀត SpaceX ទំនងជានឹងមិនបញ្ជូន Starship ជាមួយមនុស្សយន្តទៅកាន់ភពអង្គារដើម្បីចុះចតសាកល្បងដោយការគ្រោងទុកនៅចុងឆ្នាំ2026នេះឡើយ។